ព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យពុទ្ធបរិស័ទមានសេចក្តីព្យាយាមមិនមែនបង្រៀនឲ្យខ្ជិលឡើយព្រះពុទ្ធសាសនាមិនមែនជាការបង្រៀនឲ្យមនុស្សរងចាំសំណាងឬអង្គុយសុំផលដោយមិនខិតខំប្រឹងប្រែងឡើយផ្ទុយទៅវិញព្រះពុទ្ធអង្គទ្រង់បង្រៀនឲ្យពុទ្ធបរិស័ទមានសេចក្តីព្យាយាមវិរិយៈសតិនិងការមិនប្រមាទក្នុងការរស់នៅនិងការប្រតិបត្តិធម៌ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថាអបមាទេនៈសម្បត្តិថៈមានន័យថាចូលអ្នកទាំងឡាយខិតខំបំពេញប្រយោជន៍ខ្លួនដោយមិនប្រមាទនេះជាព្រះពុទ្ធដីកាដ៏សំខាន់មួយដែលរំលឹកយើងថាជីវិតមនុស្សមានតម្លៃហើយពេលវេលាមិនរងចាំយើងឡើយអ្វីដែលគួរធ្វើគឺត្រូវខិតខំធ្វើអំពើល្អបំពេញកុសលរៀនសូត្រប្រកបរបរដោយសុចរិតថែរក្សាគ្រួសារនិងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរព្រះពុទ្ធអង្គមិនបានបង្រៀនថាអង្គុយរងចាំហើយផលល្អនឹងមករកអ្នកនោះទេព្រះអង្គបង្រៀនអំពីកម្មនិងផលរបស់កម្មអ្វីដែលយើងធ្វើដោយចេតនាគឺមានផលតាមហេតុបច្ច័យបើយើងចង់បានផលល្អក៏ត្រូវបង្កើតហេតុល្អបើយើងចង់ឲ្យជីវិតរីកចម្រើនក៏ត្រូវមានការខិតខំនិងប្រព្រឹត្តតាមផ្លូវត្រឹមត្រូវសេចក្តីព្យាយាមរបស់ពុទ្ធបរិស័ទមិនមែនមានន័យថាត្រូវប្រឹងប្រែងរកតែទ្រព្យសម្បត្តិឡើយព្រះពុទ្ធអង្គបង្រៀនឲ្យយើងមានសម្មាវិយាមៈគឺសេចក្តីព្យាយាមត្រឹមត្រូវព្យាយាមមិនឲ្យអកុសលកើតឡើងព្យាយាមលះបង់អកុសលដែលកើតឡើងហើយព្យាយាមធ្វើឲ្យកុសលកើតឡើងព្យាយាមរក្សានិងបង្កើនកុសលដែលកើតឡើងហើយដូច្នេះការខិតខំរបស់ពុទ្ធបរិស័ទគួរមានទាំងខាងក្រៅនិងខាងក្នុងខាងក្រៅគឺការខិតខំប្រកបដោយការងារសិក្សារៀនសូត្រនិងទទួលខុសត្រូវចំពោះជីវិតខាងក្នុងគឺខិតខំទប់ចិត្តពីអំពើអាក្រក់បង្កើនមេត្តាសិលសតិនិងបញ្ញាមនុស្សខ្លះយល់ថាពឹងព្រះមានន័យថាមិនចាំបាច់ខិតខំការយល់បែបនេះមិនមែនជាគោលការណ៍ដែលព្រះពុទ្ធអង្គបានបង្រៀនឡើយព្រះពុទ្ធអង្គជាសាស្តាដែលបង្ហាញផ្លូវប៉ុន្តែការដើរទៅតាមផ្លូវគឺជាកិច្ចរបស់យើងម្នាក់ៗដូច្នេះកុំអង្គុយរងចាំឱកាសចូលបង្កើតឱកាសដោយការខិតខំកុំរងចាំផលល្អចូលបង្កើតហេតុល្អកុំរងចាំឲ្យអ្នកដទៃជួយគ្រប់ពេលចូលខិតខំជួយខ្លួនឯងជាមុនកុំបន្ទោសវាសនាចូលពិនិត្យអំពើនិងការខិតខំរបស់ខ្លួនព្រះពុទ្ធអង្គបានត្រាស់ដឹងដោយសេចក្តីព្យាយាមនិងការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនបន្ទាប់ពីការត្រាស់ដឹងព្រះអង្គក៏មិនគង់ស្ងៀមដោយមិនធ្វើអ្វីឡើយប៉ុន្តែបានបំពេញពុទ្ធកិច្ចសម្ដែងព្រះធម៌និងណែនាំសត្វលោកអស់រយៈពេល45ព្រះវស្សាហេតុនេះការធ្វើបុណ្យមិនគួរជំនួសការខិតខំក្នុងជីវិតទេការធ្វើបុណ្យគួរជួយបណ្ដុះចិត្តឲ្យយើងមានសិលមានសតិមានបញ្ញានិងមានសេចក្តីព្យាយាមកាន់តែខ្លាំងឡើងជីវិតមានតម្លៃហើយជីវិតបើប្រើពេលវេលាដើម្បីធ្វើអ្វីដែលមានប្រយោជន៍អ្នកមានសមត្ថភាពកុំទុកសមត្ថភាពឲ្យនៅទំនេរអ្នកមានពេលវេលាកុំចំណាយវាទៅលើអំពើដែលនាំឲ្យខាតប្រយោជន៍អ្នកមានឱកាសធ្វើល្អចូលកុំបង្អង់ព្រះពុទ្ធសាសនាមិនមែនជាផ្លូវនៃភាពខ្ជិលទេព្រះពុទ្ធសាសនាគឺជាផ្លូវនៃសតិបញ្ញាសិលវិរិយៈនិងការមិនប្រមាទអ្នកទាំងឡាយចូលខិតខំដោយមិនប្រមាទចូលខិតខំថ្ងៃនេះដើម្បីកុំឲ្យស្ដាយក្រោយនៅថ្ងៃក្រោយចូលធ្វើល្អថ្ងៃនេះដើម្បីកុំឲ្យខ្លាចចិត្តខ្លួនឯងនៅថ្ងៃក្រោយចូល
បង្កើតហេតុល្អថ្ងៃនេះព្រោះអនាគតរបស់យើងគឺកើតចេញពីហេតុដែលយើងកំពុងបង្កើតនៅថ្ងៃនេះដែរ